ពេលហ្នឹងទៅក៏យើងផ្អាកក្នុងការថតក៏ប៉ុន្តែវាចៃដល់នេះប្រទេសយើងមិនមានបញ្ហានេះបាទស្រាប់អញ្ចឹងខ្ញុំត្រូវតែពវល់មេតិការបស់ខ្ញុំហ្នឹងមកចាប់អារម្មណ៍ឲ្យបានច្រើននៅតាមបន្ទាប់ព្រំដែនវិញពីព្រោះខ្ញុំគិតថារឿងចាំបាច់នៅចំពោះមុខរបស់យើងពេលនេះគឺជារឿងព្រំដែនដែលពួកសៀមកំពុងតែឈ្លានពានអញ្ចឹងណាបាទអញ្ចឹងហើយបានជាពុកម៉ែមកប្រហែលជាឃើញច្រើនហើយឃើញសង្គមតវ៉ាទីណាត់ទីណែងទៅប្រាសាទតាមមន់ប្រាសាទតាកបីប្រាសាទព្រះវិហារតាមតំបន់ព្រំដែនពេលខ្លះទៅអាងច័ន្ទភូមិព្រៃច័ន្ទភូមិព្រៃច័ន្ទបាទភូមិព្រៃច័ន្ទភូមិជោគជ័យរួចពេលខ្លះទៅហ្នឹងមុនគេផ្ទុះសង្គ្រាមហ្នឹង2ថ្ងៃក៏មានអាផ្ទុះសង្គ្រាមហើយហ្នឹងគឺមិនទាន់បាត់ក្តៅក្នុងកំភ្លើងមកក៏ទៅថតទៀតចេតនាតែមួយគឺយើងចង់ផ្សព្វផ្សាយអំពីចង់និយាយថាចង់បង្ហាញការពិតនៅតាមតំបន់ព្រំដែនថាតើទង្វើឈ្លានពានរបស់សៀមហ្នឹងវាធ្វើឲ្យមិនខ្លះមកដាក់យើងពីព្រោះអីយើងឃើញថាគណៈពេលនោះគឺយើងទាំងអស់គ្នាគឺត្រូវតែចូលរួមគ្រប់រូបភាពតាមដែលធ្វើទៅបានដូចជាពុកម៉ែបងប្អូនផ្សេងគាត់ចូលរួមជាថវិកាទៅដើម្បីជួយកងទ័ពជុំមុខណាអញ្ចឹងគ្នារបស់យើងដែលនៅខាងនេះមានអីជួយអីបានមានតែទៅផ្សព្វផ្សាយហ្នឹងហើយបើពួកយើងមានអ្នកគ្រប់គ្រងនៅក្នុងដៃរៀងច្រើនដែរអញ្ចឹងយើងទៅជួយយើងផ្សព្វផ្សាយអញ្ចឹងមិនបានបោះបង់វត្តសុទ្ធឬមួយក៏មិនបានបោះបង់ឬមួយក៏មានការស្អប់គុំគួននៃជាមួយព្រះអង្គទេក្នុងចិត្តណានៅតែនឹកនៅតែរលឹកដល់ព្រះអង្គគ្រប់ពេលវេលាទាំងអស់ហើយពេលខ្លះយើងទៅយើងក៏មិនហ៊ានថតផុសទី1ដូចបងនិយាយនឹងទី2នោះវាខ្លាចគេជេរលោកបាទហ្នឹងយើងអត់ផ្សាយផងបើតម្រាំផ្សាយទៀតមិនជេរលោករត់តែខ្លាំងយ៉ាងហ្នឹងហើយប្រទេសជាតិកំពុងតែត្រូវការរួបរวมផងអញ្ចឹងយើងអត់ចង់ធ្វើចង់និយាយថាអត់ចង់ផ្សព្វផ្សាយដើម្បីទី1មិនចង់ឲ្យគេជេរលោកនិងទី2តែជេរវាធ្វើឲ្យបែកបាក់សាមគ្គីផ្ទៃក្នុងប្រទេសអញ្ចឹងហើយទើបបានជាផ្អាកធ្វើមិនបងអូខេបើលោកនិមន្តចូលព្រៃហើយក៏ឲ្យលោកទៅធ្វើកិច្ចរបស់លោកឲ្យបានស្ងប់ស្ងាត់ទៅចោះយើងទៅរំខានទៅនេះទៅអីអញ្ចឹងត្រឡប់មកវិញសួរតែខឹងលោកទេអត់ទេអត់មានខឹងលោកទេមានតែសប្បាយចិត្តហើយស្របពេលហ្នឹងដែរក៏សូមឆ្លៀតពេលហ្នឹងបន្តិចទៅប្រម៉ូទវត្តខ្លួនឯងតិចព្រោះចៅអធិការវត្តតសាញវត្តស្ទឹងកញ្ញូងណាគាត់ឆាតមកប្រាប់ថាសង្ឃឹមអើយជួយផ្សព្វផ្សាយរឿងបុណ្យកឋិនមួយផងព្រោះវត្តស្ទឹងកញ្ញូងនេះខ្សត់ខ្សោយមែនទែនពុកបែបបងធ្លាប់ទស្សនាខ្ញុំធ្លាប់ធ្វើវីដេអូបងក៏ធ្លាប់ទៅដល់ហើយណាបងណាអត់មានលោកអត់មានអីច្រើនទេហើយត្រូវឆ្លងស្ទឹងទៅឆ្លងអីដើម្បីទៅដល់វត្តហ្នឹងអញ្ចឹងទៅជីទៅដើរឆ្លងស្ទឹងឬមួយក៏ជីគោយន្តឆ្លងស្ទឹងអញ្ចឹងកម្មវិធីវត្តកឋិនហ្នឹងគឺធ្វើនៅថ្ងៃទី2វិច្ឆិកាពុកម៉ែបងប្អូននៅវត្តស្ទឹងកញ្ញូងដែលវត្តនៅក្នុងស្រុកសំឡូតរបស់ខ្ញុំណាឬក៏គេហៅវត្តអីគេនេះវត្តកឡោតេនរតនារាមហៅវត្តស្ទឹងកញ្ញូងអញ្ចឹងពុកម៉ែបងប្អូនបើអាចចូលរួមបានគឺពិតជាល្អមែនទែនព្រោះវត្តគឺខ្សត់ខ្សោយខ្លាំងអញ្ចឹងគេហៅមិនកឡោតេនហ่าវត្តអីវត្តកាលៈអ្នកទីកាលៈអ្នកទីកាលៈកាលៈអ្នកទីរតនាអ្នកទីហ្នឹងស្ទឹងកាលៈហ្នឹងខ្មៅអញ្ចឹងស្ទឹងខ្មៅនោះស្ទឹងកញ្ញូងហ្នឹងឯងអូភាសាបាលីណាកាលៈអ្នកទីកាលៈអ្នកទីហៅវត្តស្ទឹងកញ្ញូងនៅស្រុកសំឡូតណាពុកម៉ែបងប្អូនណាអញ្ចឹងអាច search នៅក្នុង Google Map បន្តិចទៅបើសិនជាអាចចូលរួមបានគឺនៅក្នុងថ្ងៃទី2ខែវិច្ឆិកាពុកម៉ែបងប្អូនអញ្ចឹងជួយហេតុបើមាននេះអីអាចចូលរួមជួយចូលរួមផងទៅខ្ញុំសុំនេះឆ្លៀតតែប៉ុណ្្នឹងទៅបានហើយបាទហើយតាក់ទងជាមួយនឹងរឿងថតព្រះអង្គថតអីនៅថ្ងៃកឋិនអីហ្នឹងចាំមើលសិនបាទកែលោបើមានឱកាសក៏ចង់ទៅមើលវត្តបាទចង់ទៅបាទអារាមទៅដល់ណាហើយអីអញ្ចឹងណាតែនឹងបានថតឬអត់នឹងចាំមើលស្ថានភាពយើងសូមនិយាយពីផ្លូវសិនណាមិនទាន់ថាទេក៏មិនទាន់ថាទៅណាបាទមិនដឹងថាដូចខ្ញុំនិយាយអញ្ចឹងខានទៅយូរហើយទៅខានថតយូរអញ្ចឹងក្បួនច្បាប់ទម្លាប់អីហ្នឹងក៏ប្រែប្រួលមកចឹងណាអញ្ចឹងយើងក៏អត់ហ៊ានថាទេបាទបើសង្ឃឹមដែលថាលក់ហ្នឹងកតេអញ្ចឹងបើសិនយើងនៅតែទិញទៀតnào khơi cho anh tha tiềnវាអត់អញមិនបានទេថាចេះខុសអញថោកវាមកកញ្ញក៏ដោយទោះអញប្រមាថវាអីក៏តិចទេមិនរកអញវិញហ្នឹងហើយអញ្ចឹងប្រសង់លោកមើលឃើញចំណុចហ្នឹងថាបើអំណាចតែយើងពហិការហើយបាទយើងត្រូវមើលថាបើយើងពហិការយើងខ្លួនឯងផលិតបានអត់ហ្នឹងហើយដំណោះស្រាយទី1បើសិនបើយើងវាអត់ចូលចិត្តអាតំណែងថៃហ្នឹងទៅហើយកុំឲ្យបានចិត្តឯងសុខចិត្តទៅទិញអ្នកផ្សេងមែនទេបាទចង់និយាយថាចុះជេរប្រមាថអញអីប៉ុណ្្នឹងឯងបើអញទៅទៀតវាមុខក្រាស់ពេកទេបាទអំណាចតែអញមិនទាន់ផលិតរបស់ខ្លួនឯងបានទៅទិញអ្នកផ្សេងហ្នឹងឯងបានចិត្តថ្ងៃអញ្ចឹងបងប្អូនបាទអញ្ចឹងការពហិការរបស់ប្រសង់ដូចថាឡាមឧទាហរណ៍តាឡាមចុះផលិតនៅស្រុកថៃបាទស្រុកថ្ងៃត្រង់ដើត្រង់ដើបើសិនត្រង់ដើហ្នឹងហើយក៏រុញបានយ៉ាងស្អាតដែរខ្ញុំធ្លាប់រុញហ្នឹងគឺស្មើវាមិនដាច់ដល់ឬដូចឡាមក៏ប៉ុន្តែមើលទៅស្អាតដល់លីងបាទប្រើបានដែរប្រើបានហ
hai bao nhiêu chịu vô sọc mai với bật lật cả nát bàn ớt cho mình hiên thái sọc này bật lật bàn được ớt bữa đằng đằng con tại đằng thá chịu vô mai dưỡng cứ sạch cả nát khác có vô mà bị thầy Thái nâng triêm khát lôiប្រមាណជា 2.7 លានដុល្លារ ដែលជាទំនិញដែលខាតពីខ្មែរអញ្ចឹងវាបង្ហាញមានន័យថាម៉េចត្រឹមតែរយៈពេលប្រមាណពីខែ 7 ដែលយើងឆ្លោះគ្នាជាមួយនឹងសៀមនឹងមករហូតដល់ដាច់ឆ្នាំនេះណាមានន័យថាចុំខ្មែរអញចាយលុយ 2.7 លានដុល្លារទៅឲ្យសេដ្ឋកិច្ចថៃហ្នឹងហើយនេះមិនទាន់បានពេញមួយឆ្នាំផងហើយក្នុងរយៈពេល1ខែថៃដូចជាត្រៀមខ្លួនខាតលុយចូលជាប្រមាណដូចជា 100,000 លានបាតខ្ញុំមិនដឹងជាលុយដុល្លារប្រមាណទេបើគិតមិនចាញ់ទេអញ្ចឹងខ្ញុំម៉ែអាថ្លាណយគ្រាន់តែលុយខ្មែរចាយទៅឲ្យថៃច្រើនដល់ម្លឹងបងសាកសម័យមើលពុកម៉ែបងប្អូនជួយសម័យជាមួយនឹងសង្ឃឹមមើលថាចុះបើសិនជាយើងយកលុយនេះមកធ្វើការវិនិយោគនៅក្នុងស្រុកខ្មែរឧទាហរណ៍ថាយើងធ្វើការផលិតនៅស្បង់យូវរបស់លោកឬក៏សម្ភារៈប្រើប្រាស់សម្រាប់ប្រសង់នៅក្នុងស្រុកខ្មែរតើ 2.7 លានដុល្លារនេះនឹងនាំឲ្យពុកម៉ែបងប្អូនចំណេញប៉ុណ្ណាហើយនឹងបង្កើតការងារឱកាសការងារប្រមាណអ្នកដល់ក្នុងប្រទេសខ្មែរយើងខ្ញុំគាត់តែឃើញលុយខ្ញុំពុតធោលុយដល់ម្លឹងបើសិនជាដូរជាកណ្ដាស់100ខ្មែរដាក់មកបន្ទប់ស្ទូឌីយោយ៉ាងនេះអត់អស់ទេ 2.7 លានច្រើនណាស់ណាបងបាទសូមគោរពជម្រាបសួរបងប្អូនយើងទាំងអស់គ្នានៅក្នុង Channel ដេកមើល TV Channel សង្គមក៏ដូចជា Channel អូនកា TV ជាទីគោរពស្រឡាញ់បាទថ្ងៃនេះជួបគ្នាសារជាថ្មីដើម្បីនិយាយគេហៅថាស្រុកទេសរបស់យើងរៀងធូរស្បើយបន្តិចបាទអញ្ចឹងយើងត្រឡប់មកនិយាយរឿងកឋិនហើយតើតើនឹងរឿងកឋិនរដូវកាលហ្នឹងជិតផុតដែរទៅហើយតែប្រហែលថ្ងៃទៀតហ្នឹងមួយអាទិត្យពីរទៀតហ្នឹងគឺផុតដែរបាទអញ្ចឹងរឿងកឋិននឹងក៏ដោយចោះក៏មិនផុតពីរឿងប្រទេសជាតិដែរត្រឹមត្រូវបងព្រោះទោះបីជាវិស័យពុទ្ធសាសនាក៏ស្ថិតនៅក្នុងរឿងជាតិដែរដូច្នេះហើយបានជានៅក្នុងបាវចនាប្រទេសរបស់យើងមានពាក្យថាជាតិសាសនាព្រះមហាក្សត្រអញ្ចឹងនៅក្នុងចំណោមជាតិបន្ទាប់ពីជាតិមកសាសនាបាទសាសនាព្រះមហាក្សត្របាវចនាជាតិទាំង3នេះគឺសំខាន់ដូចគ្នាបាទបាទហើយចុះថ្ងៃនេះតកតងនឹងប្រធានបទយើងតកតងនឹងចំណុច2សំខាន់ទី1គឺតកតងនឹងរឿងឥឡូវខ្ញុំសូមយកការឆ្លើយតបសិនហ្នឹងហើយជាការឆ្លើយតបចំពោះបងប្អូនទាំងអស់គ្នាដែលតែងតែសួរខ្ញុំហើយជាពិសេសសួរសង្ឃឹមសួរគាត់សួរថាម៉េចទៅគេសួរពុកម៉ែបងប្អូនបានតែងតែសួរមកកាន់សង្ឃឹមថាសង្ឃឹមក្មួយទៅកឋិនវត្តឱសថដែរឬអត់ចឹងណាបាទហើយបើសិនជាយើងតាមរយៈវីដេអូរបស់គ្នាយើងបានថតកន្លងមកយើងឃើញថាវត្តឱសថឥឡូវគឺថាស្អាតខ្លាំងមែនទែនស្អាតខ្លាំងនឹករលឹកចង់អីដូចគ្នាក៏ប៉ុន្តែអាហ្នឹងចាំទៀតចាំយើងនិយាយទៀតហើយដោយសារតែចេះញាតិញោមគាត់សួរមិនខុសទេចាំយើងនិយាយបន្តមកទៀតទី2តកតងទៅនៅក្នុងរឿងការពហិការបាទធ្វើការរួមគ្នាពហិការហ្នឹងហេតុអីបានជាវាសំខាន់បាទហើយអ្នកដែលមិនពហិការហ្នឹងក្បត់ជាតិឬអត់ទេបាទយើងមិនអាចថាគាត់នៅតែប្រើតំណែងរបស់ថៃហើយគាត់នឹងមិនស្រឡាញ់ជាតិទេក៏ប៉ុន្តែវាមានចំណុចណាមួយដែលគាត់ទិញអីចឹងទៅណាបាទតោះឥឡូវយើងចូលចំណុចម៉េចមុននឹងទៅខ្ញុំចង់សួរបន្តិចជាទូទៅពួកយើងធ្វើប្រធានបទនិយាយថាប្រជាជនកម្ពុជាគួរតែរួមគ្នាធ្វើបេក្ខការមិនប្រើតែមេសៀមប៉ុន្តែដោយសារថ្ងៃនេះតាក់ទងជាមួយកឋិនបាទអញ្ចឹងដោយសារហើយណាមួយបងធ្លាប់ឆ្លងកាត់ក្នុងភាពជាភិក្ខុភាពជាលោកសង្ឃនិយាយស្រួលយល់ចេះចុះអញ្ចឹងចង់ដឹងថាតើព្រះសង្ឃគួរតែធ្វើបេក្ខការឬក៏បើសិនជាគួរធ្វើបេក្ខការឬក៏ធ្វើបេក្ខការបានតើធ្វើនៅក្នុងកម្រិតណាហាក់ដល់មិនជាប់ទោសយ៉ាងម៉េចអញ្ចឹងយើងសាកល្បងនិយាយទាំងអស់ហ្នឹងមួយគ្នាដែរហ្នឹងហើយបាទអូខេហ្នឹងហើយអញ្ចឹងបងយើងមកចំណុចទី1ចំណុចទី1នៅក្នុងរឿងទាំងខ្ញុំបងប្អូនបានដឹងហើយថាកាលពីមុនយើងសស័កសស្រាំតាមថតព្រះអង្គធម្មវិន័យបស័យចន្ទមនីច្រើនខេត្តណាស់ហើយខ្ញុំកាលហ្នឹងតាំងចិត្តថានឹងតាមថតលោកពេញមួយឆ្នាំបាទកាលហ្នឹងណាតាំងពីដើមមកចង់ដឹងថាតើវត្តសុទ្ធទៅជាយ៉ាងណាហើយព្រះអង្គហ្នឹងយ៉ាងម៉េចដែរបាទហើយបងប្អូនខ្លះក៏គាត់អ្នកដែលគ្រប់ត្រូលស្រឡាញ់ព្រះអង្គគ្រូធម្មវិន័យបស័យចន្ទមនីក៏គាត់ happy គាត់សប្បាយចិត្តទៅបងប្អូនខ្លះគាត់មិនគ្រប់ត្រូលទៅគាត់ក៏ថាយើងនឹងងប់ងល់រឿងមន្តអាគមឬអីចឹងទៅហ្នឹងហើយក៏ប៉ុន្តែខ្ញុំមានបទដ្ឋានមានកម្រិតរបស់ខ្ញុំនៃការថតនៃការដើរអញ្ចឹងណាបាទហើយបើនិយាយទៅកាន់វត្តសុទ្ធ
cái thân ngày tì đôi chỉ ngày tim phim muốn á nhom ở chỗ ba đây bong vô tam đan đài nó tam lư mót đôi chỉ ngày tim phim muốn sam sắp chắc bong bóng cho mình sẽ bắt chơi cầm ăn cặp trong phóng hay dương tận ọt kia ban từ ọt đôi năm môn ọt lắc anu sao rin tí tầm bóng lại chế bong ổn miền bong ổn khác có tay tại xua nhóm hay là có cực thắng cựu đây chỉ đến là khăn ấy miền tổng no rồi có cái hào tham mình sợ bài chất đường ấy ban chia ngặt chân mình đại ban đã thọt bọt sọt đôi môn giò bạt ca để nấu tôm nấu phọc bạch bạch nấu liếng giờ bị sợ bài đã thọt luôn sập tại vọt sọt khai tôi chiều vọt mũi đô chiều cao tham ạt thật là khai tống sạt được quen hay chẳng tới mấy cái mình gây là thọt tiền là ngày tam bật nhom thọt tập bốn á cả nó nuôi tha mình chỉ ra tập ấy chào này khả năng tập đó cứ khơi tôm mấy tao trôi tập bốn nó khơi tôm muối khơi bỏ ăn lộc chăm cả ta ao vào quạt đó nhận vô và mang chỉ tung pi rồi nè cả năng không ở miền phơn thế ở miền phơn ngay vào bạn nè cả năng hay trong chăm mà nuôi sao ri muối dần khấm bay chỉ toan cả năng chẩn đoán nắng cứ tham gì sân mới chẩn đoán nắng cứ miền sài đà mà cần tôm tôi không sai toàn đấy nó toàn bùi nhôm trôi máu xong cắt tích bùi nhôm trôi máu cứ bọn ông muốn tông cô ấy nắng bật bong ốc đây nhôm tính nặt tính này đâu nắng và đó là pe tới đi hơi nhôm ta bật toàn này cao cho non nắng cứ miên sai miên ấy hay dùng lên cắt dùng tích máu hay cả lành chỉnh trang cả lành đào rồi xây tự hồ dùng lên cháp đứt tháp cái lạnh nè mà đông cái lạnh bỏ ăn cái lạnh tôm cả nắng á tôm cả nắng đó bà mưa tao đứt tha ngắt lõ hay vặt là sọt nó cứ miền đảo chơ miền ấy tới phần trái ao thằng miền kia cầm sky ao miền sài miền này nhom trâu tao đó nâng tấp trong ta lúc bỏ ăn lúc rô cả lạnh cũng nơi bao lúc xong rôm sát ngắt nó cùi gì tim mà nô rôm á bà có tập tam thọt mờ này màu nọ ấy hồ hái tới đây mình toàn miền cho bắp tùng lọp ấy tê là nó được số tha thọt ấy nó cứ tha từ miền sông cho bắp sông ấy khla khi nhưng mình tha thế khi mình cái hào tham mình tu mà nó ấy chỉ mùi ca ham pram rồi có ca từ sông cho bắp tùng lọp là con ca thọt vật là sật trong lịch khá á bây giờ mình ai chơi ta thọt đôi môn tê pro vọt ta sọt ở lớn mình đôi môn ai tha miền kia na để thông scum sky bây giờ vậy khó việc bạc hoàn chẳng hạn á chẳng buộc nhóm mình đã chuẩn bị ấy tôi này dây rương kia rương xây ra chả na bọt ấy tên chẳng tại dây khó và ai bạc hoàn vọt lô chẳng cho mình hiền thọt ấy đôi môn thì môn miền ta tô miền ta sài miền ta ấy dây bán ấy smau cô cả bảy vậy nó cho thành dây ấy ta lâu lấy kia thông và man choan phơ ấy là chẳng na bọt ấy nó dài dương dây khó phải bạc hoàn vọt chẳng cho con mình hiền ta thọt ấy dây đôi môn đai ấy xua tha tàu khăn ấy luôn cú đấy tàu chua mùi lồ cái gì chẳng cái hạt viên ấy tỉ hay xua vật là sót khi ông thọp từ tiền đấy vì khăn còi chấm từ đó là ngày tàu đôi tha từ Phnom Penh ấy chiên trôi tầm mới vật ban còn đang hai còn là thọt phỏng họ ban thọt họ ấy đội môn để cho mình chẳng tha thạch khổ dương vậy bạc qua lại khó khả năng về tìm mũi khuôn ấy thì bí ai đã bạc qua vọt ấy rương đào bỏ ăn tiết chẳng có mình hiền thọt ấy nhảy đi môn tê là muốn nó cắt mù trường khâu ấy bạn này cho đoàn nắng đó bao nhiêu bạn ấy cả lên từ rương bon cả thân bạn này dây anh sao đi bon cả thân tách dần khâm ca nắng dần khâm ban tới cho năm muốn tàu cả thân tàu mình nước trâu miền ruồi cho nó bà cả thân cứ như cái chlong cắt ra cả đang bon nhân nhung bột bò sắt nhưng có sờ bài đấy khơi trong trẻ xem tam thọt cao thọt bọn thằng mẹ bên này về xây chăn tụi mình đi cao cho đoàn muốn đây lúc tao ấy ăn đo miền chơi xây tim miền chơi xây tao đang nghe tao đang thọt đại thọt đang chơi tại vòng trong khơi sọc tê kìa mình anh nhân nhung bột bò sắt con mau nó mấy ấy mới chấp ăn ngày trọng đông mình đến hay chia sẻ vào bọn mạch bà tăng bật tới tăng tập bị tăng tập bị đau thọt bọn nơi tôm á mạch chụp lốp trong cái đó chẳng bạn này tha lốp ở đây đây là đau bao lốp đấy tha lốp nhây sắm anh đây chứ bị đau mấy chân ảnh bà tay
ក្រែងលោខ្ញុំនិយាយអស់មួយម៉ាត់ទៀតទៅឃើញតែចោះចែមប្រាប់ពីមួយម៉ាត់ចុះព្រះអង្គអ្វីទេតែតែចោះចែមរៀបបានបន្តិចតែប៉ុណ្្នឹងឯងខ្ញុំមិននិយាយច្រើនទេតែបើព្រះអង្គធម្មតា បាទ អាហ្នឹងជាចំណុចមួយដែលឲ្យសួរថាទៅទូម្នោះអីឈប់ថតវត្តសុទ្ធអីតាមពិតទៅចេះវត្តសុទ្ធតាំងតែពីស្មៅរហូតដល់ខ្លាយទៅជាបតុងរហូតដល់កស៊ូរហូតដល់អាគារស្គមស្កៃឡើងរហូតដល់ឥឡូវហើយមិនដឹងថាថតអីទៀតចង់និយាយចឹងហ៎បើថតមានកម្មវិធីបន់អីធំដុំម្ដងអីចឹងទៅហើយពីមុនចង់អាប់ដេតចង់និយាយថាធ្វើបច្ចុប្បន្នភាពវត្តតាំងតែពីខ្ទោមករីកចម្រើនដល់ប៉ុណ្ណាហើយបងប្អូនអូអញ្ចឹងចោះឲ្យហូហែមករហូតដល់កម្រិតមួយនេះកម្រិតឥឡូវហ្នឹងគឺជាកម្រិតមួយដែលបើយើងនិយាយពីការកសាងក្នុងស្រុកខ្មែរខ្ញុំថាមានអវត្តសុទ្ធទេដែលអាសំណាំងអាគារស្អីស្គមស្កៃរិចលឿនមែនតើអាហ្នឹងខ្ញុំតាំងពីមើលមកឃើញថាមានអវត្តសុទ្ធដែលលឿនបំផុតបាទអញ្ចឹងលឿនរហូតដល់ចំណុចមួយដែលតែខ្ញុំក៏មិនហ៊ានដែរលោកអត់ហាមខ្ញុំទេហ្នឹងហើយលោកមិនហាមពួកយើងទេមិនហាមតែខ្ញុំទៅថតហ្នឹងលោកហាមមកកុំថតកុំអីទេអត់ទេក៏ប៉ុន្តែអារម្មណ៍របស់យើងវាខុសពីមុនបាទដែលថាខុសនោះខុសត្រង់ថាចំអញថតទៅតិចនិយាយខុសអីទៅពួកចង់និយាយចេះបងប្អូនធ្លាប់ឮមួយពាក្យទៅហៅថាមានរហូតដល់យើងលេហ៊ានទៅក្បែរបងប្អូនសួរថាលោកថាមិនយ៉ាអត់ទេលោកមិនថាអីទេតែយើងវាខ្លាចទៅអញនិយាយខុសមិនងាប់ទៅហើយអញ្ចឹងក៏ទៅមើលអីដើរកាត់ទៅពេញទៅឈៀងចូលទៅបន្តិចទៅហើយក៏ថតបានអត់បានថតទេក៏ថតមិនមានផុសចូលផុសមិនបើខុសទៅមិនទៅបូវាខ្លាចខ្ញុំខ្លាចមែនតាបើថាចំនួនខ្ទងចំនួនស្រែទៅវាអត់វាខ្លាចខុសតែអាហ្នឹងវាជានេះខ្ញុំ background របស់ខ្ញុំពីដើមបដ ாய் យើងអីបាទអញ្ចឹងទៅនឹងរឿងកឋិនដែលតាមលើតំណែងមកដូចជាថ្ងៃទី29ឬ30ពីមុនដឹងច្បាស់ហ្នឹងហើយតាមហើយបងប្អូនមិនអត់ទេដែលមានបងប្អូនយើងខ្លះដែលគាត់ថតវត្តសុទ្ធមិនអត់ទេបងប្អូនចាំតាមដានមើលទៅហើយខ្ញុំចាំមើលតិចទៀតមិនដឹងថាបានទៅឬអត់ហើយនៅពេលដែលទៅមិនដឹងថាគេហៅថាទម្លាប់ឬក៏គេហៅថាសិទ្ធឬក៏ការអនុញ្ញាតនឹងឲ្យបានថតមិនអីមិនយើងអត់ច្បាស់អត់ដូចមុនទេយើងវាមិនខានទៅយូរហ្នឹងហើយអញ្ចឹងធម្មតាចេះបងប្អូនពីចំនួនមុនយើងដឹងចំណិចថាមិនតែឥឡូវនៅពេលដែលវត្តរិចចង់និយាយថាមានអ្នកតូចអ្នកធំមានអ្នកមុខអ្នកការលោកអញ្ជើញទៅអីគេត្រូវតែមានក្បួនមានទម្លាប់មានច្បាប់ហើយអារឿងហ្នឹងគឺជារឿងមួយដែលធម្មតាទេដែលហាមមិនបានទេបាទអញ្ចឹងត្រូវមានការកម្រិតថាអ្នកដែលគាត់ទៅវត្តសុទ្ធហ្នឹងគាត់ថតប្រហែលអ្នកអនុញ្ញាតឲ្យទៅថតណាអាចចូលទៅកន្លែងពិធីមិនបានប្រមាណត្រូវមិនអីមិនអាហ្នឹងយើងវាអត់ដឹងអញ្ចឹងអត់ហ៊ានថានឹងបានថតឬអត់អីអត់ទេបងប្អូនណាហើយជាចម្លើយរបស់ខ្ញុំមួយសួរថាតតោមនោះទាស់អីជាមួយនឹងវត្តសុទ្ធវត្តព្រះអង្គធម្មបណបស័យចន្ទមនីនេះខ្ញុំអត់មានទេបាទតាំងពីដើមបានន័យថាកំណើតកើតជាឆ្អឹងឈាមរបស់ខ្ញុំនឹងរិចនៅក្នុងវត្តអញ្ចឹងជាមួយព្រះអង្គណាក៏ដោយដែលឲ្យតែលោកមិនគេហៅថាបន្ទុះក្នុងសាសនាខ្ញុំក៏គោរពចាត់ទុកជាប្រសង់អញ្ចឹងអត់មានអីទៅម្នោះទៅអីទៅស្រឡាញ់វត្តនេះស្អប់វត្តនោះអីអត់ទេបាទក៏ប៉ុន្តែគ្រាន់តែអារម្មណ៍របស់ខ្ញុំនាពេលបច្ចុប្បន្ននេះវត្តសុទ្ធគឺថាគ្រប់គ្រាន់ហើយតាំងតែពីស្មៅខ្នោស្រែប្រែคล้ายទៅជាកន្លែងមួយស្អាតដីរហូតដល់គេថាស្អាតដូចវាំងទៅហើយនោះតែខ្វះខាតអីទៀតហើយវត្តដទៃទៀតនៅក្នុងស្រុកខ្មែរមានច្រើនជាពិសេសវត្តដែលខ្សត់ខ្សោយជាពិសេសលោករៀនបាទលោករៀនបល័យបងប្អូនដឹងហ៎វត្តខ្លះប្រសង់រហូតដល់100 200អង្គសឹងតែរកចង្ហាន់ឆាន់មិនបានតើមានបងប្អូនបានដឹងដែរទេតើមានការផ្សព្វផ្សាយឬអត់នេះគឺជាចំណុចមួយដែលយើងគួរតែការថាចាប់អារម្មណ៍ទាំងអស់គ្នាបានន័យថាវត្តសុទ្ធ
สำหรับบางคนได้สลังแต่ขย่มขึ้นนั่นตัวสลังchỉ phải nơi tại sà lanh bọn tức bật tây sầm đây bọn ok nhưng mà tôi vô bán mình miền ca phải pro là thế tại bà chọn trai mà ấy trong bọn vậy đây vô đăng bà thầm đa đây chẳng tới có trong kết tháo ok bởi ban chỉ tới phần quanh ấy là ấy có chiên châu tầm mơ quạt anh tịch phần năng hay có từ tiệt từ tại trong sân khâm tha ngày nào mũi np đại quạt ở sọt miền cam vị thi na mũi đại cả hao tha cua ở dương ban thót dương ai thà thót ai sọc xài ai chỉ là cái nào mà đòn mà cà lại chân tao tại mình nhặt nhọt đội bị môn này chẳng á bạn anh nắng trong phần năng em bạn bàสำหรับสังคมไว้คือท่าเป็นมันเซอร์จะโคกเนี่ยประมาณนี้ขยมตัวเวียงขยมไม่หนึ่งบ้องปันตาก่อนท่าขยมอย่างทอดอยู่อย่างบ้องทอดละโหตอนแต่บ่องพดอันนัดหายหนึ่งมนโจตัวขนมเปรี้ยใบพี่วันนี้ทัวร์หรือก็ทัวร์กัดบ่โลก็นะจังเป็นนังเต้าก็ยังปากขนมกาทอดก็มันใต้เวใจดอนนี่บัดเตยยังเหมือนมีปัญหาเนี่ยสำหรับจังยมเตยแต่ผมว่ามีแต่การบอกขยมน้องหมอจับเราหมายบ้านจราโนตามเหมือนตัวปรมด่านเป็นแบบโปรขยมกระทาเรื่องจำบัดในจมพวกมกระบอกเยอะเป็นนี่คือจีเรื่องปรมด่านแต่ปุซิมของพงเดชเลียนเปลี่ยนจังนะจังหายบ้านจีพวกมามองบ่หายจะเคยจราในคุณสงคมตัวตินนักตินในตัวประสาทตามมวลประสาทตากระใบประสาทประเฮียตามลำบอลปรมด่านเปคลาตัวน้องจันภูมิเปรย์จันภูมิเปรย์จันภูมิเปรย์จันภูมิโจกใจโอ้ยเปคลาตัวนั่งมุนเก็บตู้สังเกตน้องปีไงก็มีอับตู้สังเกตหายนั่งกึ่มตอนบัดขัดเอากับน้องกับเปลือกมันกดเต้าทอติดเจตนาแต่มวยคือยืงจังสับทรายอ่ำปีจังอย่างนั้นจังบังห้างการเปิดนตาลำบอลปรมด่านถัดตาตรงเวอร์ชลินเปลี่ยนบอกซีมนั่งเบียดเถื่อไม่คลามาด่ายืงไปโปรไอ้ยืงเคยทาขณะเป็นนู้คือยืนต่างออกนี้คือเราแต่โจรวมกรุ๊ปรูปเพียบตามได้ถอยตะบานโดยจุดปุกไม้บองโอนเซมเซ็งก็โจรวมจุดทาวิกาเต้าดำใบจุยกองตบจมูกนะจังคณีแต่บอกยืนแต่แนวขังได้เมียนไอ้จุยไอ้บ้านเมียนแต่เต้าสอบทรายยังไงบอกผู้ยืนเมียนเนี่ยความโตโนขนมได้เรียงจานได้จังยืนเต้าจุยยืมสอบทรายจังบ้านบองวัดแต่สดหรือมวยก็เหมือนบ้านบองหรือมวยก็เมียนการสอบกุมกูในจมูกปองเต้ขนมจัดนะเนื้อแต่นึกเนื้อแต่ระลึกดอกประองกรุ๊ปเปวิลีเตียงอ๋อใบเปคลายืงเต้ายืงก็มันเฮียนทอดพอตีมวยโดยบอลอย่างหนึ่งตีปีนึกวิคลากี่เจลูกนั่งเยอะกับทรายพองมาตุ่มร้อนกับทรายที่มันเจลูกแต่ครั้งอย่างนั้นให้ประเทศจีนกับพงศ์ตระการรวบรวมห้องจังเยอะอัดจังทัวร์จังอย่างนั้นอัดจังสอบทรายแต่ใบตีมวยมันจังกับเกเจลูกหนึ่งตีปีแต่เจ๊ไปทัวร์ใบบะทรายมากีตีขนมประเทศจังให้เติมบานเจี๊ยทัวร์บัดบอลเคบอลลูกหนึ่งมนโจเปรย์หายก็อ้อยลูกตือทัวร์เกิดบอลลูกอ้อยบานสงบสงัดแต่จ่อยืนตึกกลุ่มคานตึกนี่ตึกไอ้จังสลับเอาไว้สู้แต่ข้างลูกได้อัดเมียนข้างลูกได้เมียนแต่สบายจัดให้สลับไปนั่งได้ก็สมเฉลี่ยไปนั่งที่เจ้าผมหมดวัดคนไอ้ที่ผัวเจ้าอัตกาวัดแต่ทรายวัดสตึงกับยุ้งนะวัดชาติมาปราบถ้าสังเคมเมย์ช่วยซับทรายเรื่องบอลกับทันมวยพองปูวัดสตึงกับยุงนี่สัตว์ซอยเหมือนเต้นปกใบบอลทลบเตสนะยังทลบเธอวิโต้บอลกับทลบตัดดอเลยนะบอลนะอัดเบียนโลกับเบียนไอจานเต้ให้เถอะฉลองสตึงเถอะฉลองไอ้ดำใบตัดดอวัดนั่งจังต่อจีต่อได้ฉลองสตึงหรือมวยกับจีกูยนฉลองสตึงจังกรรมที่วัดกับทันนั่นคือทัวร์ในไงตีปีวัดจิก้าปกใบปอนในวัดสตึงกับยุงในวัดในครองสกสมโลดบอกขยมมันนะหรือกับเกฮาววัดไอ้ก็ที่วัดกลอเต้นรัตนารามฮาววัดสตึงกับยุงจังปกใบปอนมาอาโจรวมบ้านคือปัจจิละออเหมือนเต้นแบบวัดคือสัตว์สาวคลั่งอย่างนี้มันกลอเต้นฮะวัดไอ้วัดการละเนี่ยตีการละเนี่ยตีการละกะละตีรัตนาตีนั่งสตึงกาละนั่งขมาวจังสตึงขมาวนั่งสตึงกับยุงเลยภาษาเป็นไรนะกาละเนี่ยตีกะละเนี่ยตีหาวัดสตึงกับยุงเราสอบสำรวจนะพวกมันบอกนะจังอาจเสิร์ชในขนมGoogle Map ติ๊กเตอร์บัดสัญญาอาจโชว์รวมบ้านคือในขนมไงตีปีขายวิจิกาพวกมันบอกจังช่วยให้เมียนนี่ไอ้อาจโชว์รวมช่วยโชว์รวมพองเตอร์ยมสมนี่เฉลี่ยแต่ปั้นนั่งตะบ้านไอ้บ่าให้เจาะตรงจุดมวยหนึ่งเรื่องทอปองทอดไอ้ในไงกับทันไอ้ดังtầm mơ sẵn mơ mấy ba cái lô bơm miền là các có trong tầm mơ bọt và ram nó bị đỏ nà hơi ấy chẳng đấy tại đằng bàn thọt rồi ăn tầm mơ thàn là dương xong vậy pi plau sẵn nó toàn thập tế có mình to thập tư nữa bà đang thà
โดยยมยัยจังคานตัวยูคานถอนยูจังกระบวนฉบับตำรวจไอ้นั่นก็ปราตูมันจังนะจังยังแบบอัดเห็นท่าเลยเห็นท่าเตะว่าแล้วយើងត្រឡប់ទៅខាងនេះវិញតាក់ទងជាមួយនឹងបញ្ហារបស់យើងនៅខាងវត្តសុទ្ធយើងសូម slash តាមនេះតែទោះជាយ៉ាងណាក៏ដោយបញ្ហាប្រទេសជាតិយើងទោះបីជាមានការចុះហត្ថលេខាគេហៅថា joint declaration ហ្នឹងការប្រកាសរួមនេះយើងអាចនិយាយបានថាវាជាផ្លូវមួយទៅរកមាគ៌ានៃសន្តិភាពជានិរន្តរ៍ក៏ដោយក៏ប៉ុន្តែសួរថាតើយើងនឹងត្រូវធ្វើនឹងត្រៀមខ្លួនអីបន្តទៀតហើយជាពិសេសរកកន្លងមកគឺយើងនិយាយច្រើនហើយតាក់ទងមួយការពហិការតែយើងនិយាយតែពីប្រសពភាគច្រើនបាទឥឡូវខ្ញុំចង់សួរបងវិញមិនដឹងតើបាបឬក៏បននេះណាសូមអភ័យទោសបញ្ហាដែលខ្ញុំចង់លើកឡើងមកហ្នឹងដោយសារតែឃើញសម្ដេចសង្ឃយ៉នសញ្ជាតិព្រះអង្គមានធរណីកាថាតាក់ទងជាមួយនឹងការពហិការហ្នឹងឧទាហរណ៍គេដូចជាឡាមមួយដែលព្រះអង្គប្រើសម្រាប់កោអីនេះកោបើយើងនិយាយធម្មតាពាក្យសាមញ្ញកោសក់ដល់ពេលប្រសង់គេហៅថាកោគេប្រកេះកោប្រកេះបាទគេសាងសក់បាទប្រកេះអញ្ចឹងបើសិនជាគ្រាន់តែឡាមបើសិនជាប្រសង់មួយខែប្រើឡាម2ឡាម1 1000បាទឡាមអញ្ចឹងមួយខែអស់2000ហើយលោកសួរថាលោកមកស្រុកខ្មែរអស់ប្រហែលឡាមហើយលោកគុណគូទូទាត់លុយទៅឃើញចូលលានដុល្លារបាទអញ្ចឹងណាអញ្ចឹងបើសិនជាបងទៅតាមរយៈបងវិញបងគិតថាតើប្រសង់បើសិនជាធ្វើពហិការមិនប្រើប្រាស់តំណែងសៀមនេះបាបឬអត់បងបាទចេះបងប្អូនតាក់ទងទៅនៅក្នុងរឿងព្រះអង្គនិយាយរឿងបាបនិយាយនឹងរឿងជាតិបងប្អូនកាលពីសម័យព្រះយើងនិយាយពីសម័យព្រះណាសម័យព្រះអង្គក៏មានពហិការដែរសម័យព្រះមានដែរមានអត់ដឹងទេរឿងហ្នឹងមើលនិយាយប្រាប់តិចមើលដែលពហិការហ្នឹងជាឧទាហរណ៍តសង្ឃមិនពេញចិត្តនឹងគេហៅថាញោមណាបន្ទុះនឹងសង្ឃណាអ្នកដែលបន្ទុះនឹងសង្ឃចឹងមួយលោកព្រះអង្គមានពហិការមួយផ្កាប់បាតផ្កាប់បាតហ្នឹងគឺមិនទទួលចង្ហាន់ធ្វើចឹងបានទៀតគឺថាមិនឆាន់ចង្ហាន់ញោមដែលទ្រុសនឹងសង្ឃទ្រុសសាសនាអីដាក់គឺព្រះអង្គរួមគ្នាគឺថាផ្កាប់បាតមកអត់ទទួលចំលេចឹងគឺដើម្បីសម្ដែងថាมันពេញចិត្តចំពោះតង្វើណាតង្វើនេះគឺมันសំរុំมันត្រឹមត្រូវអញ្ចឹងប្រសង់លោកសាមគ្គីគ្នាគឺព្រះអង្គផ្កាប់បាតមិនទទួលចង្ហាន់អូយអត់ដែលដឹងរឿងមួយហ្នឹងគឺជាការពហិការបែបសម័យមុនយើងមើលទៅណាបាទហើយយើងក៏លេខមកមើលនាពេលបច្ចុប្បន្ននេះនិយាយពីប្រសង់អ្នកបួសព្រះអង្គគឺជាកោសិកានៃប្រទេសជាតិមួយហើយក៏ជាការថាអ្នកដែលមានឥទ្ធិពលខ្លាំងដែរជាធម្មតាពាក្យថាជាតិសាសនាព្រះមហាក្សត្រអញ្ចឹងបានថាញាតិញោមពុទ្ធបរិស័ទយើងយកជាតិមួយយកសាសនាហើយគឺសាសនាពុទ្ធទៀតហើយព្រះមហាក្សត្រអញ្ចឹងក្នុងចំណោមឥទ្ធិពលនៃការគ្របដណ្ដប់លើញាតិញោមពុទ្ធបរិស័ទគឺប្រសង់អញ្ចឹងព្រះអង្គលោកអ្នកបួសព្រះអង្គមានឥទ្ធិពលខ្លាំងនៅក្នុងការប្រមូលការផ្សព្វផ្សាយក៏ប៉ុន្តែតើវិធីសាស្ត្រនៃការផ្សព្វផ្សាយនៃការលើកទឹកចិត្តរបស់ព្រះអង្គយ៉ាងម៉េចដឹងហើយថាពុទ្ធសាសនាមិនមែនជាសាសនាហិង្សាទេបាទអញ្ចឹងការពហិការក៏ដោយក៏ត្រូវតែពហិការបែបមិនហិង្សាឥឡូវសួរថាបើសិនជាហិង្សាមិនព្រះអង្គនាំបាតកម្មទៅវាយទូតអីស្អីអាត្មាជាជនជាតិកម្ពុជាដាច់ខាតមិនទទួលតំណែងចោលទេដុតបំផ្លាញអីទាំងអស់អាហ្នឹងមើលទង្វើបែបហ្នឹងគឺមើលទៅគឺជាការហិង្សាហើយសួរថាបាបអត់ច្បាស់ជាបាបហើយការប្រើអញ្ចឹងការប្រើពាក្យពេចន៍កាយវិការព្រះអង្គមានទម្លាប់ច្បាប់ទម្លាប់របស់ព្រះអង្គដែរសុំមិននិយាយកន្លែងហ្នឹងតែសួរថាការរួមពហិការរបស់ព្រះសង្ឃខ្មែរយើងគួរតែធ្វើអត់ខ្ញុំថាគួរតែធ្វើព្រោះអីព្រះអង្គក៏ជាជនជាតិខ្មែរមួយដែរហើយការឈឺចាប់របស់ព្រះសង្ឃក៏មិនតិចជាងញាតិញោមជាកុហកដែរបើសិនជាកុហកដាច់បាយព្រះសង្ឃក៏ដាច់ដែរនិយាយចឹងអញ្ចឹងបើសិនជាចោលវាលួចដីផ្ទះរបស់ញោមវត្តខ្មែរក៏អស់ដែរត្រូវហើយអញ្ចឹងហើយបានជាខ្ញុំចាំព្រះការថេរដីការបស់សម្ដេចយ៉នសញ្ញៀនព្រះអង្គមានថេរដីកាថារឿងជាតិមួយនេះណាត្រូវតែការពារឲ្យបានបាទតើបើយើងការពារមិនបានទេយើងគ្មានកន្លែងជ្រោកទេត្រូវហើយតែប្រើពាក្យនេះគឺបានន័យថាមិនមែនការពារត្រឹមតែយកអាវុធទេមិនមែនយកកំភ្លើងយកអីទៅបាញ់ទេការពារច្រើនទម្រង់ឥឡូវឧទាហរណ៍ថានាពេលបច្ចុប្បន្ននេះយើងមិនយកអាវុធជាដំណោះស្រាយបាទជាការតតាំងជាមួយប្រទេសថៃទេបានន័យថាយើងមិនយកអាវុធទៅបាញ់ថៃទេបាទតែអាវុធដ៏មុតស្រួចមួយគឺការពហិការហ្នឹងហើយឥឡូវខ្ញុំលើកជាតួយ៉ាងឧទាហរណ៍ថា
សង្ឃឹមលក់អីវ៉ាន់ ហ្នឹងហើយ លក់អីវ៉ាន់មួយហើយសម្ដីសម្ដៅអាក្រក់ ហ្នឹងហើយ និយាយលក្ខណៈមួយឯងស៊ីក៏មិនស៊ីឯងទិញក៏មិនទិញឯងមិនទិញមុខដូចតាអញឯងគង់តែអត់ពីអញទៅឯងអត់ពីអញទៅក៏គ្មានអីស៊ីទេឯង បាទ ចង់និយាយថាគេមានតែគេ បាទទៅភ្លេចមើលអាតូបនោះ គេកតេចង់និយាយថាគេកតេដូចថាយើងនឹងវាមួយ បាទ ឬក៏យើងចង់ថាយើងនឹងវាមើលមកវាមានតែឯងគេទិញតែរបស់ខ្លួនឯងអាយស៊ីឯងតិចតិចវាមកទៅនិយាយស្ដីស្ដៅហ្នឹងមក បាទ អារម្មណ៍មួយថាអត់វីតាមីនអញមិនបាន ហ្នឹងហើយ អញ្ចឹងយើងវាមុខក្រាស់ដែរគេថាឲ្យអីចឹងភ្លេចទៅទិញរបស់គេទៀតណា បាទ តែនៅពេលដែលការឈឺចាប់វាដល់កម្រិតមួយ បាទ ឧទាហរណ៍ថាអ្នកដែលលក់តំណែងឲ្យយើងហ្នឹងវាដុតផ្ទះយើងវាចង់អាចធ្វើមិនក៏បានដែរធ្វើអញអត់វាអញមិនបានអញ្ចឹងចាំតិចទៀតប្រហែលជាយើងត្រូវធ្លាទៅដល់ម៉ាឡេស៊ីយើងបដូរពីអាតំណែងហ្នឹងធ្លាទៅដល់ម៉ាឡេស៊ីបន្តិចទៅទៅពិធីការហ្នឹងព្រោះវាជារឿងមួយដែលអាវុធមុតស្រួលយ៉ាងម៉េចបងប្អូនដូចខ្ញុំឧទាហរណ៍មកអញ្ចឹងកាលណាបើសង្ឃឹមដែលថាលក់ហ្នឹងកតេអញ្ចឹងបើសិនយើងនៅតែទិញទៀតណៅឃើញអញថាទៀតវាអត់អញមិនបានទេ ថាចេះខុស អញថោកវាមកកញ្ញក៏ដោយទោះអញប្រមាថវាអីក៏តិចទៅវារកអញវិញ ហ្នឹងហើយ អញ្ចឹងប្រសង់លោកមើលឃើញចំណុចហ្នឹង បាទ ថាបើអំណាចតែយើងពហិការហើយ បាទ យើងត្រូវមើលថាបើយើងពហិការយើងខ្លួនឯងផលិតបានអត់ ហ្នឹងហើយ ដំណោះស្រាយទី1បើសិនបើយើងវាអត់ចូលចិត្តអាតំណែងថៃហ្នឹងទៅហើយកុំឲ្យបានចិត្តឯងសុខចិត្តទៅទិញអ្នកផ្សេងមែនទេ បាទ ចង់និយាយថាចុះជេរប្រមាណអញអីប៉ុណ្្នឹងឯងបើអញទៅទៀតវាជាមុខក្រាស់ពេកទេ បាទ អំណាចតែអញមិនទាន់ផលិតរបស់ខ្លួនឯងបានទៅទិញអ្នកផ្សេងហ្នឹងឯងបានចិត្តអញ្ចឹងបងប្អូន បាទ អញ្ចឹងការពហិការរបស់ប្រសង់ដូចថាឡាមឧទាហរណ៍តាឡាមចុះផលិតនៅស្រុកថៃ បាទ ស្រុកណៃត្រង់ដឺ ត្រង់ដើ បើសិនត្រង់ដឺហ្នឹង ហ្នឹងហើយ ក៏រុញបានយ៉ាងស្អាតដែរខ្ញុំធ្លាប់រុញហ្នឹងគឺស្មើវាមិនដាច់ដល់ឬដូចឡាមក៏ប៉ុន្តែមើលទៅស្អាតដល់លីង បាទ ប្រើបានដែរ ប្រើបាន ហើយបើនិយាយរឿងជីវរស្រុកខ្មែរយើងផលិតកណាត់បានអត់ខ្ញុំមិនហ៊ានថាស្រុកណៃផលិតបានឬអត់បើអត់ដឹងគ្រាន់តែដឹងថាជីវរខ្មែរយើងគឺសាច់កណាត់ខ្លះក៏យកមកពីថៃ ឥឡូវនិយាយបទពិសោធន៍បងផ្ទាល់កាលបងនៅជាប្រសង់សាច់កណាត់ជីវរបងយកមកពីថៃហ៎ បាទកាលពីជំនាន់ខ្ញុំនៅបួសគឺជីវរវាต้องបើថានិយាយចេះកឋិនរដូវកាលនេះគឺជារដូវកាលគេហៅថារដូវកាលលុចវេត្រៃ ខោបាទន័យថាចេះគឺជារដូវកាលដែលសម្លៀកបំពាក់ប្រសង់លោកមួយឆ្នាំលោកមានតែរដូវកាលហ្នឹងឯងដើម្បីផ្លាស់ប្ដូរបើយើងសាមញ្ញការសម្លៀកបំពាក់ព្រះអង្គគឺជីវរបានន័យថាអានលោកចាំភាសា3ខែគេហៅថាមានដំណាំណោយប្រសង់លោកចាំភាសា3ខែក្រោយពីចាំភាសា3ខែហើយពេលដែលចេញភាសាហ្នឹងហើយគឺជារដូវកាលញាតិញោមយកកឋិនដាក់វត្តដើម្បីជាការលើកទឹកចិត្តដល់ព្រះអង្គថាខំចាំភាសា3ខែហើយមួយឆ្នាំហ្នឹងគឺមានតែមួយខែហ្នឹងឯងដើម្បីព្រះអង្គធ្វើបានដូរជីវរថ្មីវត្តខ្លះក៏មិនបានជីវរគ្រប់ផងឧទាហរណ៍ថាព្រះអង្គសាស័ព្ទអង្គ បាទ ញាតិញោមទៅហែទៅបានតែ5ត្រៃ5ត្រៃបានតែ5កាផ្លេបើនិយាយស្រួលស្ដាប់ណា5មួយត្រៃមួយកាផ្លេ អញ្ចឹង ហ្នឹង តិចហ្នឹងហ៎ មួយត្រៃមួយកាផ្លេវាមានសង្កដីដែលដាក់ពីលើហ្នឹងហើយជីវរធំ បាទ ហើយខោហ្នឹងគឺស្បង់ស្មើខោ អូ ហើយអង្គស័កស្មើអាវក្នុងតូចហ្នឹងណាអញ្ចឹងវាប៉ុណ្ណឹងហើយឧត្តគុតគឺក្បាត់ចកេះចឹងណាមួយខ្ញុំធ្វើវីដេអូតាក់ទងនឹងរបស់ប្រើប្រាស់ភាសាបាទអញ្ចឹងបានន័យថាមួយត្រៃឬក៏មួយលាងគេស្មើនឹងជីវរមួយកំ pl វត្តខ្លះលោក30អង្គបានតែ5ត្រៃលោកប្រើចាស់តដែរ ចឹងលោកអាចមានសិទ្ធទៅទិញនៅផ្សារមកប្រើខ្លួនឯងបាន តាមពិតឲ្យមែនទែនទៅការទិញស្បង់ស្បៃត្រៃជីវរហ្នឹងទោះបីជាលោកមានក៏ប៉ុន្តែមានវិធីសាស្ត្រនៃការទិញនៃការជាវអញ្ចឹងណាក៏ប៉ុន្តែបើយើងនិយាយពីអានិសង្សដែលញោមគាត់ធ្វើដោយសិទ្ធិចិត្តយកទៅប្រកេនលោកគឺវត្តខ្លះអត់គ្រប់ទេវត្តខ្លះក៏លើសតែដូចខ្ញុំនិយាយចឹងថាវត្តខ្លះបើថាបកបោនោះហ៊ីហូទៀតវត្តខ្លះអត់មែនទេណាហើយបើយើងនិយាយទៅវត្តសត ហ្នឹង បើខ្ញុំនិយាយខ្ញុំប្រៀបនេះមិនខ្វះទេជីវរនោះ
hí ai vật sắp bật năm của mình là hí bao nhiêu nhôm sờ lạnh control mình sẽ thi chira thla cho người vật sót ở năng viên chơi rừng này hay cứ mình khoai ta bảo vật khla với nhá hao lấy lư ớt hao lấy lư bảo chẳng vậy vì nhông cho nó trong prai chỉ vô nó cứ chỉ vô vì mình sách bật đập cái ta biết thằng nát bật đập chưa chia sách cái nát mũi đầy cơm bài tập vẽ tao ắt sưu sạch á đôi sừng khăm dân vẽ khảo dân sừng sách cả nát khác đây mình ló được skip đôi cái hai tập brand á ngày brand rồi thì họ tha xong ngày brand ấy là bảy cái ảo mà cái LV ấy LV ấy năng boss ấy à zin á hàm mê ấy mà ấy nó cứ tha biết tha cái nát đôi kia có phải tay bỏ cái brand cái món tôn vẽ tao sửa luôn cái brand đó nè và chỉ vô đây cái này chỉ vô nó không sọc mai dưới miền bị mũi cái pra bị thà pa pan brand cái sao thà pa pan brand name cái pa pan chỉ vô pa pan cứ chỉ vô để miền sạch cái nát đang tuần phải bỏ ấy nắng anh nó bỏ thầyจะเล็กไทยบ้า cái này pha bán nó bỏ thầy à cứ tha bịa mò tôn men từ tôi coi thà tôn hay tầm lay viết cứ thấy trên cái này bật đập cái này thầm đà hơi mà liên viết xong tới bằng phong bật sẽ đáng chú ý của mình tập trong một plek khán trong cái sắc màu dù của bạn này trong cái thạc tung mà rồi là cái play nữa để về thao cái đấy ở dân vô lôi à kì và ở dân lên lại năng ai máu mà trai ấy nó ta tung và năng cho ai ta thao cho năng tít rồi còn lượng năng có dùng đắng này khàn dù có phải đang là thay mà bông bông xạ mơ mở thà mà trai mà liêng để dương này máu chân sạch cả nát nắng rồi bỏ thầy có phân tay đại nó mà chân ăn mặc đón luôn ôi ơi bỏ ăn trai ban bà sao nó thế ná bên trong máu cổ hô hay máu lôi show rồi thay nó còn cà phê cònตั้งแต่ca thơ cầm nên ca lộ đố dương mình bạc căn riêng bạc tê riêng chết sát tê ca cho nó mồn trong gì thà nào là ấy tên sao dương về ấy chẳng mau chẳng lóng xây cái toro thay đó được trong cái việc chẳng tha dương ở đây tệp dương mình tự ai thà cần nát vô mau biển đắng các bạn đã cắt được không mày ai thành chẳng pro nhân nhôm khác có cắt từ tam chỉ vô bao bát sáng cái tôi tầm miền cái bùn khăn đây cái miền cắt mạch bài viền sài bài plư sài cho nó nắng á chẳng không ai dễ có lô vô cái nát nó cắt ấy tam chẳng hô hai màu chẳng chia rùa máu sạch cái nát chỉ vô rồi bao không ai dướng đây vô cái nát bị thay máu cao bị chuẩn đoán muốn hô đòn lấy mình đang thay dạng mạch có vấn tay sầm nách mình đất giòn xây giết bọn có ban piêu nhiều hồi chỉ phải sai cứ ta thân lại chủng núi nhá cua tai miên lật cả nát luôn ấy hỏi bán vì say và sóng cứ sóng nó bong bồn mình tích đấy nó là nó sọc mai nè cái đó nè bong bồn hơi mờ nẹt nè nói chuyện họ tha ao dương mũi cả nát phần đằng chỉ vô ọt miên cả nát phần đằng từ thôm chai cả nát cho nè liệt tới trong lướt phần na phần đây mà từng thế này bà chắc bán cái đôi bộ khang Việt Nam bộ dún hào thà bộ áo thòng hào vào sáng cái này hào lúc tăng tập bộ áo thòng năng bà này còn lên cho mùi bộ áo thòng bây giờ non món đôi ta Zari sầm may cha hàm chiêu ấy đó nó thà bộ bát cam xây cho mùi bảng vậy ấy đó bộ Việt Nam bộ bảng hào thà bộ áo thòngคือภาษาหนังไงบ้านในทาจะโบนังไงทมไอ้นังอ่ะทมให้เจดังจานเตียนบ้านจังจะได้บางภาษาเยอะโลกบางอย่างมีการช่วยจับเพราะบางคนโลกช่วยจับคลั่งเหมือนเต้นจังอาวุธดำมัดสุดในการไปฮิกาคือมันไม่แต่ยังโยงแต่ก็ภาษาก็โลกโจรวมได้ให้สู้ทันแจกประสันบ่าวเยอะมันไปฮิกานะบางคนนะvề tộc khó bắt ọtมีkhó bắt ấy tê ọt mi têกับวันแต่ทานแจ้ยังมีการชี้จับหรืออดkhông vậyมั้งខ្ញុំធ្លាប់តែសារថៃច្រើនខ្ញុំនិយាយតែដែរខ្ញុំធ្លាប់តែសារថៃច្រើនមែនទែនព្រោះអីគេមានចំណុចល្អដែលគូរៀនតាមគូទៅសារក៏ច្រើនដែរមែនទែនណាបងប្អូនតែដោយសារតែចំនួននេះធ្វើឲ្យខ្ញុំវាមើលធ្លុះលើអ្វីដែលយើងទៅសារមើលរហូតដល់វារំលងអាចចំណុចទៅសារមក
ពួកតារាថៃដែលគេសម្ដែងបានល្អមុខមាត់គេសង្ហាថាសង្ហាស្អាតតែស្អាតតែឥឡូវបងប្អូននិយាយមែនទោះឲ្យស្អាតដល់ឋានប្រអិនអីណាក៏ដោយមើលមិនចូលភ្នែកហ្មងមិនដឹងវាអារម្មណ៍មួយដែលយើងថាអូណូជាតិសាសនេះអារម្មណ៍មួយដែលវាចេញពាក្យមើលងាយយើងថាយើងប្រទេសសុំទៀនមកស្អីណាណីមកប្រទេសអរិយធម៌ទីបសុំអន្តពាលនេះហ្នឹងទៅអញ្ចឹងដល់ពេលដែលខ្ញុំមើលឃើញតួឯងមុខស្អាតឯងល្អមិនក៏ដោយគឺមើលមិនឃើញមកអាពាក្យមើលងាយហ្នឹងវាចាក់ក្នុងខួរក្បាលយើងចំណិចបាទអញ្ចឹងហើយឲ្យតែរបស់ថៃឬក៏ស្អីថៃហ្នឹងអាចិត្តមួយដែលយើងទៅជុំមើលងាយអញប៉ុណ្្នឹងហើយអញវាទៅអោនក្បាលទៅយកបោះវាទៀតហ្នឹងវាហើយបងប្អូនទិញក៏ទិញទៅស្អីក៏ស្អាតនឹងជាសិទ្ធិរបស់បងប្អូនទេក៏ប៉ុន្តែថាអញ្ចេះឥឡូវឧទាហរណ៍ថាយើងជួយទិញតំណែងថៃជួយទិញតំណែងថៃទៅព្រោះអីកាលពីមុនយកមកហើយខ្មែរយើងទេអ្នកចាយលុយអ្នកបាទយកមកធ្វើម៉េចបើបានជាយកមកហើយបាទជួយទិញគ្នាអស់ទៅបាទអូខេក៏ប៉ុន្តែសួរថារយៈពេលពីហ្នឹងរហូតដល់ឥឡូវនេះមិនក៏មិនតន់អស់ទៀតយកមកប្រមាណមិនក៏មិនតន់អស់ទៀតសាំងបាទហើយមិនក៏មិនតន់អស់ទៀតសាំងគេយកមកពីប្រទេសផ្សេងទេបាទគេមិនយកមកពីស្រុកថៃទេហើយចុះបើមិនយកមកពីស្រុកថៃទេចុះគាត់ណាដូរឈ្មោះដូរ logo នោះទៅយ៉ាងម៉េចហ្នឹងហើយថាអត់មានលុយអត់មានអីរត់ច្បាប់អីខ្ញុំជឿជាក់ថារដ្ឋាភិបាលសម្រួលហើយប្រសិនបើដូរ logo ឬក៏ស្អីខ្ញុំជឿថាវាមានផលពិបាកមែនស្អីមែនអញ្ចឹងណាអានឹងមិនអត់ទេក៏ប៉ុន្តែនៅក្នុងការដូរ logo ឬក៏សហការជាមួយនឹងរដ្ឋាភិបាលឬក៏ស្អីដែលថាដូរពី PTT ទៅជា Peace Petroleum Peace Petroleum ណាបាទអីហ្នឹងតើមានគេហៅថាកលៈកន្លែងណាមួយដែលអាចសម្រួលបានអីបានឬយ៉ាងណាអាហ្នឹងអញ្ចឹងក៏ប៉ុន្តែនេះជាសិទ្ធិទេជាសិទ្ធិរបស់អ្នកលក់ឬក៏អ្នកអីទេអ្នកលក់ក៏មានសិទ្ធិអ្នកលក់អ្នកទិញក៏មានសិទ្ធិអ្នកទិញតែយើងពហិការក៏ដោយមិនពហិការក៏ដោយតែឲ្យដឹងនៅបន្ទាត់នៃការនិយាយអញទិញក៏បានសាច់តែអញអូខេទិញទៅមិនអីហើយអ្នកដែលឃើញគេទិញហ្នឹងយើងទៅជេរប្រមាថអារម្មណ៍យើងខឹងអូខេវាត្រូវហើយក៏ប៉ុន្តែអារឿងជេរប្រមាថរឿងធ្វើទុកបុកម្នេញគេអានឹងរឿងច្បាប់ផ្សេងទៀតបាទអញ្ចឹងហើយបងប្អូនធ្វើមិនក៏ឲ្យនៅក្នុងបន្ទាត់មួយរួមមួយថាតើយើងជឿចាប់ឬអត់តែប៉ុណ្្នឹងឯងហើយតំណែងដែលទិញអស់ថ្ងៃណាអស់ប៉ុណ្្នឹងឯងទៅយកមកហ្នឹងបានអស់ទៀតបងដឹងទេចាប់ពីថ្ងៃដែលយើងធ្វើពហិការហើយបើសិនជារាប់ដល់ដាច់ឆ្នាំថៃខាតលុយប្រហែលបើតាម The Nation Thailand គេចុះផ្សាយកាលពី 3-4 ថ្ងៃមុនណាបាទថៃនឹងត្រៀមខាតលុយប្រមាណជា 2.7 លានដុល្លារដែលជាទំនិញដែលខាតពីខ្មែរអញ្ចឹងវាបង្ហាញមានន័យថាម៉េចត្រឹមតែរយៈពេលប្រមាណពីខែ7ដែលយើងឆ្លោះគ្នាជាមួយនឹងសៀមហ្នឹងមករហូតដល់ដាច់ឆ្នាំនេះណាមានន័យថាចំខ្មែរអញចាយលុយ 2.7 លានដុល្លារទៅឲ្យសេដ្ឋកិច្ចថៃហ្នឹងហើយនេះមិនទាន់បានពេញមួយឆ្នាំផងហើយក្នុងរយៈពេល1ខែថៃដូចជាត្រៀមខ្លួនខាតលុយចូលជាប្រមាណដូចជា100,000 លានបាតខ្ញុំមិនដឹងជាលុយដុល្លារប្រមាណទេបើគិតមិនចាញ់ទេអញ្ចឹងខ្ញុំម៉ែអាថ្លាណយគ្រាន់តែលុយខ្មែរចាយទៅឲ្យថៃច្រើនដល់ម្លឹងបងសាកសម័យមើលពុកម៉ែបងប្អូនជួយសម័យជាមួយនឹងសង្ឃឹមមើលថាចុះបើសិនជាយើងយកលុយនេះមកធ្វើការវិនិយោគនៅក្នុងស្រុកខ្មែរឧទាហរណ៍ថាយើងធ្វើការផលិតនៅស្បង់ជីវររបស់លោកឬក៏សម្ភារៈប្រើប្រាស់សម្រាប់ប្រសង់នៅក្នុងស្រុកខ្មែរតើ 2.7 លានដុល្លារនេះនឹងនាំឲ្យពុកម៉ែបងប្អូនចំណេញប៉ុណ្ណាហើយនឹងបង្កើតការងារឱកាសការងារប្រមាណអ្នកដល់ក្នុងប្រទេសខ្មែរយើងខ្ញុំគាត់ទៅឃើញលុយខ្ញុំពុតធោលុយដល់ម្លឹងបើសិនជាដូរជាกระดาษ100ខ្មែរដាក់មកបន្ទប់ស្ទូឌីយោយ៉ាងនេះអត់អស់ទេ 2.7 លានច្រើនណាស់បងបាទហើយអញ្ចឹងខ្ញុំសួរថាតើហេតុអីបានយើងនៅតែបន្តយកលុយទាំងអស់ហ្នឹងទៅចាយនៅស្រុកគេទៀតមែនទេបងមិនក៏មិននេះមកហើយសួរថាឥឡូវស្រុកយើងខ្វាយទៀតចង់និយាយពីធនធានធម្មជាតិអត់មានខ្វះផងហ្នឹងមិននិយាយពីដីសួរមានដីឯណាល្អដូចដីសណ្ដមេគង្គនេះខ្មែរយើងគឺជាដីសណ្ដមេគង្គយើងមានតាំងពីទន្លេ4មុខដែលជាដីដែលផ្ដល់នូវគុណភាពដ៏ល្អអ
អត់មានអីនិយាយថាទាស់ត្រង់ណាដាក់ស្អីក៏ដោះបោះគ្រាប់ចោលក៏ដោះទី1ទី2សួរខ្វះធនធានមនុស្សទៀតមែនមានអីខ្វះទៀតឥឡូវមកពីថៃអស់ហើយហ្នឹងពួកគាត់កំពុងតែចង់បានការងារធ្វើផងហើយសួរខ្វះលុយអត់មានអីខ្វះទៀតបាទឥឡូវលុយដែលយើងត្រៀមសម្រាប់ទិញផលិតផលសៀមហ្នឹងយើងឈប់ទិញហើយហ្នឹងមិនក៏មិនប្រវល់លុយទាំងអស់ហ្នឹងមកធ្វើការងារដាំដុះឬក៏បង្កើនទៅជាអាជីវកម្មក្នុងស្រុកយើងទៅឃើញទេហើយសួរថាចុះតាក់ទងជាមួយនឹងផ្លូវច្បាប់ផ្លូវអាហ្នឹងយើងអាចចរចាមួយរដ្ឋយើងបានតាម៉ែឪខ្លួនឯងហ្នឹងនិយាយទៅយើងជាកូនឪអើយឪឥឡូវកូនអត់ចេះអត់អីឥឡូវអាចបទូបថយពុនឲ្យ10ឆ្នាំមកបានអត់អីចឹងទៅហើយខ្ញុំជឿថារដ្ឋាភិបាលមិនមែនចេះតាអនុវត្តច្បាប់យករហូតទេកូនចៅខ្លួនឯងដឹងតែច្បាស់ជាលើកលែងនេះលើកលែងនោះឲ្យហើយជួយលើកទឹកចិត្តហើយអញ្ចឹងខ្ញុំគាត់ឃើញលុយហើយអូយ 2.7 លានដុល្លារម៉ែអើយដល់កំណត់ហ្មងបាទអញ្ចឹងអាហ្នឹងគឺខ្ញុំនិយាយអំពីពហិការហើយសូមចូលរួមបន្តិចទៀតបាទសួរតើការធ្វើពហិការហ្នឹងមានឥទ្ធិពលដល់សេដ្ឋកិច្ចគេមែនអត់មុននឹងខ្ញុំឆ្លើយហ្នឹងឥឡូវខ្ញុំលើកឧទាហរណ៍ពុកម៉ែបងប្អូនទៅមើលនៅខាងប្រទេសឥណ្ឌាសិនក្រោមការដឹកនាំរបស់មហាថ្មហ្គាន់ធីដែលលោកធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់អង់គ្លេសជាលទ្ធផលបានអីត្រឡប់មកវិញគឺបានឯករាជ្យជាតិពីអង់គ្លេសត្រឡប់មកវិញអង់គ្លេសបានបិទផ្លូវសមុទ្រមិនឲ្យពួកឥណ្ឌាទៅធ្វើស្រែអំបិលដើម្បីយកអំបិលមកហូបទេអញ្ចឹងពួកឥណ្ឌាគាត់ហូបសាបពេកទៅធ្វើឲ្យស្បែកគាត់ធ្វើឲ្យសាច់គាត់ហ្នឹងហើមដូច្នេះមហាថ្មហ្គាន់ធីបានដឹកនាំការធ្វើដំណើរថ្មើរជើងវៀងទៅមហាសមុទ្រឥណ្ឌាដើម្បីធ្វើស្រែអំបិលយកអំបិលលក់ឲ្យឥណ្ឌាហើយពហិការប្រជាជនឥណ្ឌាទូទាំងប្រទេសមិនប្រើប្រាស់ផលិតផលឥណ្ឌាប៉ុន្តែទិញប្រឡោះសុំទោសធ្វើពហិការនាំប្រជាជនឥណ្ឌាធ្វើពហិការមិនប្រើប្រាស់របស់អង់គ្លេសតែទិញឡានរបស់អង់គ្លេសមួយម៉ាក Rolls Royce ហ្នឹងយកមកដឹកអាចគោណែអញ្ចឹងណាដល់តែពេលឃើញសកម្មភាពទាំងអស់ហ្នឹងហើយដឹងហើយប្រជាជនឥណ្ឌាច្រើនបាទកាលនោះលេខ2ដូចជាលេខ2លេខ3នៅលើពិភពលោកចិនលេខ1អញ្ចឹងជាហេតុធ្វើឲ្យឥណ្ឌាត្រូវតែបង្ខំអង់គ្លេសបង្ខំចិត្តប្រគល់ឯករាជ្យនិងប្រគល់គ្រប់យ៉ាងទៅឲ្យឥណ្ឌាវិញឥណ្ឌាជោគជ័យចុះយើងឥឡូវហ្នឹងពហិការមិនទាន់បានមួយឆ្នាំពេញលេញផងអាខាងនោះខាតលុយឡើងទិញណាត់ទិញណៃហើយចុះបើសិនជាពុកម៉ែបងប្អូនបន្តការធ្វើពហិការយកលុយទាំងអស់ហ្នឹងមកវិនិយោគក្នុងប្រទេសយើងវិញយកវិនិយោគហ្នឹងមកផលិតឧបករណ៍សម្ភារៈសម្រាប់ប្រសង់វិញអញ្ចឹងយើងប្រសង់យើងក៏បានប្រើប្រាស់ផលិតផលក្នុងស្រុកប្រជាជនយើងក៏បានការងារធ្វើហើយយើងក៏បានចំណេញសេដ្ឋកិច្ចយើងក៏បានរីកចម្រើននៅក្នុងនោះផងដែរចូលតែនិយាយអញ្ចឹងហើយនិយាយបន្តទៀតគេថាចុះរបស់ខ្លះគេទិញ franchise របស់ថៃមកហើយហ្នឹងអញ្ចឹងលុយយើងវាមិនខាតទីមួយយើងត្រូវស្គាល់អំពីថា franchise គឺជាស្អីfranchise គឺយើងគឺខ្ញុំមានថាឥឡូវបងបង្កើតឈ្មោះថាដេកមើល TV ឬក៏ដេករៀនល្បីហើយខ្ញុំបើចាំទៅបង្កើតក្រោយខ្លួនឯងប្រហែលជាមិនងាយលក់អីព្រោះអត់មានទីផ្សារខ្ញុំត្រូវទៅទិញ brand ឆាយបងនេះយកមកដាក់បើកហាងដេករៀនដែរប៉ុន្តែនៅខាងក្រោយនៃពាក្យថា brand ឆាយនេះគេមានលក្ខខណ្ឌគេណាគេមានលក្ខខណ្ឌថាអូខេអ្នកឯងអាចប្រើប្រាស់ឈ្មោះរបស់ខ្ញុំបានប៉ុន្តែក្នុងគោលការណ៍អ្នកឯងត្រូវតែទិញទំនិញរបស់ខ្ញុំប្រមាណ100កុងតឺន័រឬក៏ប្រមាណ100ទូក្នុងមួយខែចឹងឧទាហរណ៍ឧទាហរណ៍បងលក់សភៅចឹងអ្នកឯងដើម្បីលក់ផលិតផលខ្ញុំបានត្រូវតែដាច់ខាតសំខាន់គឺដាច់ខាតទៀតត្រូវតែនាំផលិតផលរបស់ខ្ញុំនេះមកលក់ឲ្យបាន100កុងតឺន័រក្នុងរយៈពេល6ខែទៅចឹងចុះចឹងយើងនៅតែបន្តចិញ្ចឹមគេរហូតលុយយើងឲ្យតែគេរហូតឃើញនៅចឹងអា brand ឆាយឧទាហរណ៍ PTT ចុះមិនមែនមានថា PTT សិតបុគ្គលិកខ្មែរតំណែងខ្មែរគេទិញមកឲ្យលុយមិនឲ្យលុយឲ្យចប់ទេណាឲ្យលុយឲ្យបន្តឲ្យលុយទៀតត្រូវតែទិញសាំងរបស់ PTT ត្រូវតែទិញកាហ្វេ Amazon ហ្នឹងយកមកដាក់នៅតំណឹងត្រូវតែមាន 7-Eleven ឲ្យលក់ផលិតផលថៃយ៉ាងហោចណាស់ 70% នៅក្នុង 7-Eleven ហ្នឹងជារៀងដរាបឃើញនៅប៉ុណ្ណឹងអញ្ចឹងសួរថាតើអាហ្នឹងអីដែលជារឿងដែលថាខ្មែរយើងចំណេញអត់មានចំណេញទេនៅតែចិញ្ចឹមគេហ្នឹងហើយសួរលុយហ្នឹងមិនគេអត់យកទៅទិញអាវុធសម្រាប់បាញ់ខ្មែរអីអត់មើលទេគេផ្សាយព័ត៌មានទេអីជួយលុយប្រហែល PTT ជួយលុយប្រហែលទៅកងទ័ពដើម្បីបាញ់ទាហានខ្មែរយើងអត់មើលទេអីបាទអាហ្នឹងត្រូវឲ្យដឹងថា brand ឆាយគឺវាដំណើរការទៅយ៉ាងនេះខ្ញុំនិយាយក្នុងសេចក្តីផ្ដើមឯងបើសិននិយាយលម្អិតទៀតទេហើយសួរមិនក៏សង្ឃឹមឲ្យដឹងខ្ញុំធ្វើការងារផ្នែក brand design ហ្នឹងហើយរឿងអីខ្ញុំមិនដឹង brand ឆាយភ្ញៀវយកខ្ញុំមក design មកកាភ្លុះហ្នឹងអញ្ចឹងខ្ញុំរឿងអីខ្ញុំមិនដឹងសាច់រឿងទាំងអស់ហ្នឹងអានេះសាច់រឿងវានៅអញ្ចឹងបាទនេះអញ្ចឹងខ្ញុំចូលរួមប៉ុណ្ណឹងហ្នឹងហើយអញ្ចឹងតកតងនឹងក្នុងរឿងពហិការតកតងនឹងរឿងបុណ្យកឋិនទានរដូវកាលនេះយើងសង្ឃឹមថាយើងបញ្ចប់ប៉ុណ្ណឹងចោះប៉ុន្តែយើងនឹងនិយាយប្រធានបទបន្តមួយទៀតតកតងទៅនៅក្នុងរឿងប្រទេសជាតិដដែលទេបាទយើងនឹងនិយាយតកតងទៅនៅក្នុងរឿងប្រសិនបើយើងពហិការថៃតើយើងទៅណា
អូខ្ញុំកាត់ទុកសិនបងពុកម៉ែបងខ្ញុំកាត់ទុកសិនពួកខ្ញុំប្រញាប់ដាក់រឿងព្រៃ បានន័យថាបើយើងបរិការរឿងថៃវាមានច្រើនវាមានទាំងវិស័យទេសចរយើងវិស័យទេសចរវិស័យទេសចរវិស័យឧស្សាហកម្មតើយើងឈប់គេថាឈប់លេងចូលថៃយើងទៅជាមួយណាបងប្អូនប្រហែលជាដឹងզើតិចតិចណាបងប្អូនវិស័យទេសចរសុខភាពខ្ញុំដឹងមិត្តភក្តិខ្ញុំដែលគាត់ធ្វើការនៅថៃគាត់ធ្វើការបកប្រែនៅពេលវិស័យសុខុមាលភាពណាខ្មែរយើងគឺយកលុយទៅឲ្យថៃច្រើនណារឿងសុខភាពនៅថៃអានេះវាអាចណាបាទមកជុលវាលក់តំណែងខ្លះស្អីទៅប៉ះពាល់សុខភាពមិនល្អទៅមើលឡើងវាអានេះវាអាចថៃស្អីទៅធ្វើបានដែរបងរឿងឲ្យធ្វើបានមកកៅអីហ៊ានលួចហើយអញ្ចឹងមិត្តភក្តិរបស់ខ្ញុំគាត់ខាងឥឡូវហ្នឹងខ្ញុំចំណាននេះខ្ញុំឈប់ធ្វើការនៅថៃឥឡូវខ្ញុំបដូរទៅខាងប្រទេសម៉ាឡេស៊ីចុំម៉ែដូរប្រទេសស្រួលណាគាត់ដូរគឺគាត់ផ្នែកខាងសុខាភិបាលហ្នឹងគាត់បកប្រែអង់គ្លេសក៏ចេះថៃក៏ចេះអញ្ចឹងបានន័យថាអញអត់ធ្វើការមួយថៃអញធ្វើមួយម៉ាឡេស៊ីបកប្រែអង់គ្លេសទៀតអញ្ចឹងនឹងបងប្អូនយើងអញ្ជើញទៅប្រទេសម៉ាឡេស៊ីពិនិត្យសុខភាពស្អីហ្នឹងទៅខាងនោះហើយនឹងសម្រួលថាទៅដល់ហ្នឹងគេសម្រួលនាំទៅនៅសុខភាពកន្លែងណានេះគេសើវេមើលទីពេទ្យអីជាហូរជាហែមកអញ្ចឹងគណៈតាមពិតការធ្វើហ្នឹងគឺធ្វើតាំងពី2ខែមុនម្លេះអញ្ចឹងខ្ញុំជឿជាក់ថាវិស័យទេសចរក៏ដូចគ្នាដែរអញ្ចឹងចាំយើងនិយាយនៅពេលក្រោយណាបាទចាំនិយាយពេលក្រោយអញ្ចឹងបងប្អូនយើងខុសត្រូវយ៉ាងណាសូមធ្វើការខន្តីអធិស្ឋានយើងនឹងជួបគ្នានៅឱកាសក្រោយទៀតបាទសូមអរគុណសូមជម្រាបលាបាទ